Bà cho việc xua và đôi chia sẻ đây nàyទាំងអស់គ្នាដែរយើងមកបន្តទៀតតាក់ទងជាមួយនឹងរំហាត់មេរៀនតាក់ទងទៅនឹងបន្ទុកនិងដែនអគ្គិសនីបាទតាក់ទងទៅនឹងរូបវិទ្យាថ្នាក់ទី11ហើយចំណុចផាត់ទី10នេះគឺនិយាយតាក់ទងទៅនឹងគេថាបន្ទុកអគ្គិសនី2មានគុយ A ស្មើជាមួយនឹង2គុណ10សេគុណដក8គូឡុំគុយ B 8គុណ10សេគុណដក8គូឡុំហើយថាទៅនៅចម្ងាយ AB ពីគ្នាដែល AB ហ្នឹងគឺ12សង់ទីម៉ែត្រអញ្ចឹងគេឲ្យយើងកំណត់ចំណុច M ដើម្បីឲ្យចំណុចដើម្បីឲ្យដែនអគ្គិសនីដែលបង្កើតដោយចំណុចបន្ទុកទាំងពីរហ្នឹងគឺមានតម្លៃស្មើ0មានន័យថាយើងត្រូវដាក់ចំណុច M នៅត្រង់ចំណុចណាដើម្បីឲ្យដែនគូបរវាងដែនអគ្គិសនីដែលបង្កើតដោយចំណុចបន្ទុកគុយ A និងដែនអគ្គិសនីដែលបង្កើតដោយចំណុចបន្ទុកគុយ B គឺស្មើ0អញ្ចឹងមុននឹងចូលទៅដល់លំហាត់នេះគឺអ្នកនរគ្នាត្រូវដឹងតាក់ទងទៅនឹងកម្រិតមួយបាទយើងមើលបន្ទុកកាលណាដាក់ចំណុចដែលធ្វើឲ្យដែនវាស្មើ0គឺយើងមើលទៅលើបន្ទុកអញ្ចឹងយើងមើលបន្ទុកគុយ A របស់យើងគឺវាវិជ្ជមាននេះបូកវិជ្ជមានបូកវិជ្ជមានគុយ B វិជ្ជមានទាំងពីរអញ្ចឹងយើងមិនមែនមើលទៅលើស្វ័យគុណនេះឃើញដកថាបន្ទុកវាវិជ្ជមាននេះគឺយើងមើលទៅលើមេគុណរបស់វាបាទមេគុណរបស់វាគឺបន្ទុកវិជ្ជមានទាំងពីរអញ្ចឹងកាលណាបន្ទុកវិជ្ជមានទាំងពីរមិនថាបើយើងនិយាយទៅគឺបន្ទុកវាដូចគ្នាវិញនិយាយទៅបន្ទុកដូចគ្នាគឺចំណុចដែលត្រូវដាក់ឲ្យដែនស្មើ0ហ្នឹងគឺនៅចន្លោះរវាងចំណុចបន្ទុកទាំងពីរឥឡូវយើងមកមើលដំណោះស្រាយទាំងអស់គ្នាបាទអញ្ចឹងដំណោះស្រាយគឺថាដើម្បីកំណត់ដែនអគ្គិសនីស្មើ0អ្នកជំរឿរកនៅចន្លោះហើយចន្លោះហ្នឹងគឺនៅចិត្តបន្ទុកណាដែលមានតម្លៃតូចអញ្ចឹងមើលគុយ A និងគុយ B គឺគុយ A តូចជាងគុយ B អញ្ចឹងយើងដាក់នៅចិត្តគុយ A អញ្ចឹងអានេះគឺជាដែនបង្កើតដោយបន្ទុក B គុយត្រង់ A បង្កើតដោយឯនយើងដាក់ vector នៅលើវាដោយសារវាជាទំហំ vector ឬយើងអាចសរសេរវាថាវាគុណគ្នាធំជាង0យើងអាចបន្ទុកដូចគ្នាក៏បានដែរយើងនិយាយទៅអត់ខុសទេអញ្ចឹងបាទនៅចន្លោះអញ្ចឹងយើងមើលតិចបាទគេថាដែន A មានបន្ទុកវិជ្ជមានវាបង្កើតដែនអគ្គិសនីចាក់ចិត្ត B ក៏ចឹងដែរបាទតែចាប់ចិត្តយើងកំណត់បានសរសេរបានប៉ុណ្ណេះអាចចម្ងាយពីបន្ទុកនេះមកនេះគឺជា AM ចម្ងាយពីបន្ទុកនេះមកនេះគឺជាBM លើកជាការ៉េបាទអញ្ចឹងនៅពេលហ្នឹងដែរគឺយើងកំណត់ដែនវាស្មើ0ណាដែនវាស្មើ0គឺបើយើងនិយាយទៅច្បាប់ Newton គឺនិយាយលក្ខខណ្ឌលំនឹងកាលណាកម្លាំង2បូកបញ្ចូលគ្នាឬក៏យើងនិយាយថាវាស្មើ0លុះត្រាតែតម្លៃ2ហ្នឹងវាស្មើគ្នាប៉ុន្តែវាមានទិសដៅផ្ទុយគ្នាដូចជាមើលដែន A និង B អញ្ចឹងគឺតម្លៃរបស់វាគឺស្មើគ្នានិយាយតម្លៃវាស្មើគ្នាប៉ុន្តែទិសដៅរបស់វាផ្ទុយគ្នាទិសដៅគឺយើងមើលទៅលើសញ្ញាព្រួញបាទមើលទៅលើសញ្ញាព្រួញអញ្ចឹងយើងសរសេរគ្នាជាទម្រង់ vector បាទអត់មានសញ្ញាដកឲ្យបើលុប vector ចោលគឺយើងទៅមានសញ្ញាដកប៉ុន្តែយើងបោះមកគឺ A ស្មើ B អញ្ចឹងយើងចំនួនតម្លៃចូលបាទអានេះគឺចំនួនតម្លៃប៉ុណ្ណឹងមកហើយយើងធ្វើផតធៀបរបស់វាគឺថា BM នៅលើ AM នេះថ្មីធៀបវាអានេះគឺបែបគណិតវិទ្យាទេធៀបវាថ្មីនេះវាគុណទៅដូចដើមវិញដាក់ចម្លើយតាមមុខនេះអញ្ចឹងយើងចំនួនតម្លៃវាចូលបាទអានេះវាចម្លើយតម្លៃវាចូលមកគឺអានេះយើងពាក់ឬការ៉េរបស់វាមានន័យថា BM នៅលើ AM លើកជាការ៉េស្មើនឹង4អញ្ចឹងមានន័យថាបើលើកជាការ៉េទៅឬ4វាស្មើជាមួយនឹង2ណាឬការ៉េនេះ4ស្មើ2អញ្ចឹងមានន័យថាទាញមកបាទ BM ស្មើ2ដង AM អញ្ចឹងតម្លៃអាប៉ុណ្ណឹងវាបូកបញ្ចូលគ្នាស្មើ12អញ្ចឹងមានន័យថាយើងចំនួនអាកន្លែង BM នេះដោយ 2AM អញ្ចឹងមានន័យថា 2AM បូក AM ហ្នឹងគឺបាន3អញ្ចឹង AM ស្មើ12ចែក3ឃើញ4អញ្ចឹងបើយើងនិយាយទៅគឺវាដាក់ចម្ងាយពី A 4សង់ទីបង4សង់ទីម៉ែត្រឬយើងនិយាយថាបើយើងគុណចំណុចវិញពី B គឺ8សង់ទីម៉ែត្រដើម្បីដាក់បន្ទុកហ្នឹងត្រង់ចំណុច M ដើម្បីឲ្យដែនរវាង A និង B ហ្នឹងគឺស្មើ0ដែនគូបបាទអញ្ចឹងលំហាត់យើងមានតែប៉ុណ្្នឹង